ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទជាងតូចមកបកគោផ្ទះជូនអតិថិជនមួយកន្លែងទៀតហើយពុកម៉ែបងប្អូនដែលផ្ទះនេះស្ថិតនៅក្នុងភូមិត្រពាំងធំឃុំត្រពាំងធំស្រុកទឹកឈូនៅខេត្តកពតពុកម៉ែបងប្អូនហើយផ្ទះនេះយើងសម្រេច 100% ហើយថ្ងៃនេះគឺជាថ្ងៃទី18ខែ6ឆ្នាំ2025ពុកម៉ែបងប្អូនហើយយើងសម្រេចរួចរាល់ហើយយើងបកគោសោជូនគាត់នៅក្នុងថ្ងៃនេះផងដែរផ្ទះនេះជាផ្ទះម៉ូដក្រពើ5ដែលមានទំហំ 4.8 ម៉ែត្របដោយទៅក្រោយ14 ម៉ែត្រពុកម៉ែបងប្អូននៅក្នុងនោះយើងមានបន្ទប់គេង2បន្ទប់ទឹក1ផ្ទះបាយ1និងកន្លែងទទួលភ្ញៀវហើយផ្ទះនេះនៅខាងមុខយើងរៀបជាមុខកប៉ាល់ពុកម៉ែបងប្អូនហើយទ្វារខាងមុខគឺយើងប្រើប្រាស់ទ្វារឈើខាងមុខស្អាតមែនតើពុកម៉ែបងប្អូនផ្ទះនេះទ្វារឈើនេះគឺឈើសក្រមពុកម៉ែបងប្អូនវាហើយបដានខាងមុខយើងបដានម៉ូតហើយលេងពូលឲ្យគាត់មកស្អាតមកពុកម៉ែបងប្អូនហើយសម្រាប់ខាងក្នុងនេះស្អាតណាស់បងប្អូននេះជាកន្លែងទទួលភ្ញៀវកន្លែងទទួលភ្ញៀវខាងមុខនេះគឺយើងបិទក្នុងនេះយើងបិទការ៉ូជូនគាត់កម្ពស់ 1.30 ម៉ែត្របងប្អូនហើយខាងក្រោមយើងបិទជ្រីនៅខាងជើងចាំងបន្តិចហើយយើងបិទការ៉ូអញ្ចឹងកម្ពស់ឡើងលើនេះគឺ 1.30 ម៉ែត្រទាំងជ្រីលើដែរបងប្អូនហើយសម្រាប់បដានយើងដាក់បដានម៉ូតជូនគាត់ដាក់បដានម៉ូតហើយភ្លើងយើងប្រើពូភ្លើងឆ្លុះតាមណាបងប្អូនតែនេះហើយពូលេងចាស់ផ្ទះគាត់រើសខ្លួនឯងគឺបានស្អាតល្អមែនតើផ្ទះនេះកន្លែង space ទទួលភ្ញៀវរៀងទូចល្មមបងប្អូនដោយសារផ្ទះនេះជាផ្ទះខ្នាតតូចហើយខាងក្រោយនេះគឺចន្លោះដើរទៅទ្វារបន្ទប់ទឹកទ្វារបន្ទប់និងបន្ទប់ទឹកបងប្អូនអានេះហៅទ្វារដៃស្មិតបងប្អូនម៉ូតស្អាតហើយខាងក្នុងក៏ស្អាតដែរបងប្អូននិយាយទៅខាងក្រៅហើយខាងក្នុងនេះគឺយើងបិទដូចគ្នាទាំងអស់បងប្អូននេះយើងមានបិទជើងជាងទំហំមកទឹកហើយយើង highlight ជើងចាំមកទឹកហើយយើងបិទការ៉ូជាងការ៉ូឲ្យស្អាតអស់បដានស្អាតណាស់បងប្អូនបដានហើយអានេះជាបន្ទប់មេគ្រួសារបងប្អូនហើយខាងនេះជាបន្ទប់កូនចៅចិត្តតែគាត់ដាក់អីវ៉ាន់ហើយគាត់រើអីវ៉ាន់ដាក់ហើយគាត់ប្រញាប់ចូលនៅគាត់ហើយភ្លាមគាត់ចូលនៅភ្លាមបងប្អូនស្អាតណាស់បងប្អូនអានតែនហើយបដានបន្ទប់នីមួយៗគឺម៉ូដខុសៗគ្នាទាំងអស់បងប្អូនហើយក្នុងនេះគឺយើងដាក់អំពូលរាត្រីជូនគាត់ក្នុងពីបន្ទប់នេះគឺមានទាំងអស់ហើយយើងទុកខ្សែម៉ាស៊ីនត្រជាក់ទុកជូនគាត់គីឡូថ្ងៃក្រោយក៏ចង់ដាក់ម៉ាស៊ីនត្រជាក់អីយើងមានខ្សែស្រាប់នៅក្នុងនោះហើយសម្រាប់នៅខាងក្រោយនេះគឺជាផ្ទះបាយនិងបន្ទប់ទឹកប៉ុន្តែផ្ទះបាយគាត់ក៏ស្នើទៅដាក់ខាងក្រោយគាត់ដាក់ក្នុងទៅស្នើដាក់ក្រោយបន្តទៅក្រោយខ្លួនឯងប៉ុន្តែកន្លែងផ្ទះបាយកន្លែងអង្គុយហូបបាយខាងក្រោយក៏លេងបដានម៉ូតជូនដែរហើយខាងនេះជាផ្នែកបន្ទប់ទឹកបងប្អូនកៅដាក់ពេញបាទតើបងប្អូនបន្ទប់ទឹកយើងផ្ដល់ជូននៅក្នុងនោះគឺមានចានបង្គន់អង្គុយចុចខ្សែអនាម័យការឈូបហើយនឹងឡាបូលូកមុខកញ្ចក់មកគាត់មកស្អាតបងប្អូនហើយការ៉ូយើងបិទនៅ highlight ចន្លោះបដាចឹងគឺមើលទៅស្អាតមែនតើបងប្អូនផ្ទះបាយនៅខាងក្រោយអ៊ំគាត់ប្រហើយការងារគាត់អ៊ំចាស់ផ្ទះក៏ធ្វើខ្លួនឯងនៅខាងក្រោយចាក់ស៊ីម៉ងឡាយអ៊ំចាស់ផ្ទះគាត់ប្រហើយខ្លួនឯងនៅខាងក្រោយអញ្ចឹងសម្រាប់ផ្ទះនេះគឺយើងមានទំហំ 4.8 ម៉ែត្របដោយ14 ម៉ែត្រហើយយើងបូកនឹងសម្យាបមក 7 ម៉ែត្រទៅមុខទៀតបងប្អូនហើយតម្លៃកាន់សោចូលនៅបងប្អូនតម្លៃគឺតែ 18,000 តម្លៃកាន់សោចូលនៅបងប្អូនបើសិនជាពុកម៉ែបងប្អូនមានបំណងចង់សាងសង់ផ្ទះមកដាច់ការសោចូលនៅពុកម៉ែបងប្អូនអាចតាក់ទងមកខ្ញុំបាទជាងទិញមកការសាងសង់បានតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅក្នុងវីដេអូឬក៏តាម page អរគុណច្រើន